ចំពោះទី2អ្នកកងវាលស្មោះត្រង់ម្នាក់ឧទាហរណ៍ប្រសិនបើយើងជាអ្នកកងវាលឬថ្នាក់ដឹកនាំម្នាក់របស់ក្រុមជំនុំដែលមាននិមិត្តចង់ឃើញព្រះវិហារមានអ្នកជឿនិងស្រឡាញ់ព្រះចំនួន 10,000 នាក់ព្រះជាម្ចាស់ឆ្លើយតបចំពោះការទូលសុំរបស់អ្នកនិងធ្វើឲ្យនិមិត្តនោះបានសម្រេចសំណួរពិចារណាតើអ្នកមានជំនឿរឹងមាំឬទន់ខ្សោយតើព្រះជាម្ចាស់អាចប្រើមនុស្សដែលគ្មានសេចក្តីសុចរិតឲ្យធ្វើការធំនេះបានឬទេតើអ្នកជាមនុស្សស្មោះត្រង់ឬមិនស្មោះត្រង់តើអ្នកជាអ្នកដឹកនាំដែលមានសមត្ថភាពឬអសមត្ថភាពតើអ្នកជាអ្នកដឹកនាំដែលមានកេរ្តិ៍ឈ្មោះឬអត់កេរ្តិ៍ឈ្មោះតើអ្នកជាមនុស្សខ្វះខាតឬសម្បូរហូរហៀតើក្នុងចំណោមមនុស្សទាំងនោះមានគ្រួសាររបស់អ្នកឬទេតើជីវិតអ្នកពេញពោដោយអំណរឬទុក្ខព្រួយតើអ្នកជាមនុស្សទន់ខ្សោយឬរឹងមាំតើអ្នកថ្វាយបង្គំព្រះពេញដោយអំណរឬភាពសោះកក្រោះតើមានអ្នកបម្រើព្រះធ្វើការជាមួយអ្នកតិចឬក៏ច្រើនតើរង្វាន់របស់អ្នកនៅឋានសួគ៌តិចឬក៏ច្រើនព្រះជាម្ចាស់ប្រាប់យើងគ្រប់គ្នាត្រូវតែខ្វល់ខ្វាយត្រូវគិតត្រូវស្វែងរកនោះគឺធ្វើកិច្ចការថ្វាយព្រះជាម្ចាស់និងការផ្លាស់ប្ដូរជីវិតអ្នកឲ្យដូចព្រះយេស៊ូវគ្រីស្ទដែលពេញដោយសេចក្តីសុចរិតបើទោះបីជាយើងបានដឹងពីការត្រាស់ហៅរបស់ព្រះជាម្ចាស់ហើយអ្នកមានបំណងចិត្តចង់ធ្វើការងារជាច្រើនថ្វាយព្រះក៏ដោយតែបើជីវិតយើងទាំងការគិតទាំងការប្រព្រឹត្តដូចជាអ្នកមិនជឿសួរថាតើអ្នកអាចបំពេញកិច្ចការធំៗទាំងឡាយថ្វាយព្រះជាម្ចាស់បានល្អដែរឬទេដូចនេះយើងត្រូវកើតជាថ្មីទាំងពេញដោយការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធព្រះយេស៊ូវទ្រង់ពេញពោដោយសេចក្តីស្រឡាញ់យើងត្រូវតែពេញដោយក្តីស្រឡាញ់ទ្រង់ស្មោះត្រង់យើងក៏ត្រូវតែស្មោះត្រង់ដែរព្រះយេស៊ូវទ្រង់សុភាពបន្ទាបខ្លួនអត់ធ្មត់មេត្តាសប្បុរសពេញដោយជំនឿចុះចូលជាមួយព្រះជាម្ចាស់ដូច្នេះយើងត្រូវតែមានចិត្តសុភាពបន្ទាបខ្លួនអត់ធ្មត់មានចិត្តមេត្តាសប្បុរសពេញដោយជំនឿអ្នកណាប្រព្រឹត្តអំពើសុចរិតអ្នកនោះជាមនុស្សសុចរិតដោយព្រះអង្គដែលសុចរិតដែរ1យ៉ូហានជំពូក3ខ7ដើម្បីឲ្យយើងកាន់តែមានលក្ខណៈដូចព្រះជាម្ចាស់គឺយើងត្រូវស្វែងរកព្រះអង្គឲ្យអស់ពីចិត្តបានជាខ្ញុំប្រាប់អ្នករាល់គ្នាថាចូលសូមនោះតែងនឹងឲ្យមកអ្នកចូលរកនោះតែងនឹងឃើញចូលគោះនោះតែងនឹងបើកឲ្យអ្នកត្បិតអស់អ្នកដែលសូមនោះរមែងបានអ្នកណាដែលរកនោះរមែងឃើញក៏បើកឲ្យអ្នកណាដែលគោះដែរលូកាជំពូក11ខ9ដល់ខ10យើងត្រូវអនុញ្ញាតនឹងចុះចូលឲ្យព្រះវិញ្ញាណបរិសុទ្ធដឹកនាំនិងកែប្រែជីវិតរបស់អ្នករៀងរាល់ថ្ងៃនិងគ្រប់កិច្ចការដែលអ្នកធ្វើខ្ញុំបានស្គាល់គ្រូកងវិលម្នាក់គាត់ជាអ្នកដឹកនាំដែលមានកេរ្តិ៍ឈ្មោះល្អហើយមានមនុស្សជាច្រើនស្គាល់គាត់ជាមនុស្សដែលពេញដោយសេចក្តីស្រឡាញ់សម្រាប់មនុស្សគ្រប់គ្នាគាត់ចូលចិត្តជួយអ្នកដទៃគាត់រាក់ទាក់ចូលចិត្តរាប់អានមិនថាអ្នកមានឬអ្នកក្រគាត់ជាអ្នកចម្បាំងដោយការអធិដ្ឋានយ៉ាងខ្ជាប់ខ្ជួនគាត់ស្មោះត្រង់ចំពោះព្រះនិងមនុស្សហើយគាត់ចង់ឃើញក្រុមជំនុំមានការរីកចម្រើនទាំងចំនួននិងជំនឿក្រុមជំនុំគាត់បានកើនចំនួនជាបន្តបន្ទាប់រហូតជាង200នាក់ក្នុងនោះមានមនុស្សគ្រប់ស្រទាប់វណ្ណៈនិងអ្នកចេះដឹងជាច្រើនដែរព្រះវិហាររបស់គាត់គ្មានម្ចាស់ជំនួយទេគឺរស់ដោយខ្លួនឯងដោយសារការពឹងលើដង្វាយរបស់ក្រុមជំនុំផ្គត់ផ្គង់ទាំងគ្រូកងវាលនិងអ្នកធ្វើការពេញម៉ោងដទៃទៀតនិងការជួលអគារសម្រាប់ថ្វាយបង្គំផងដោយសារគាត់ជាមនុស្សមានដួងចិត្តបេសកកម្មគឺគាត់បានចុះផ្សាយដំណឹងល្អជាប់ជានិច្ចចុះបង្កើតក្រុមជំនុំថ្មីចុះលើកទឹកចិត្តដល់ក្រុមជំនុំគ្រូកងវាលតាមខេត្តនានានិងជួយរៀបចំពិធីបុណ្យសពពិធីមង្គលការនានាទោះបីមិនមែនជាក្រុមជំនុំរបស់គាត់ក្តីក៏គាត់មិនប្រកាន់ដែរហើយគាត់តែងតែឆ្លៀតឱកាសដើម្បីផ្សាយដំណឹងល្អនៅគ្រប់កម្មវិធីបុណ្យសពពិធីមង្គលការដែលគាត់ជួយរៀបចំដើម្បីឲ្យអ្នកមិនជឿដែលចូលរួមបានឮដំណឹងល្អគឺគាត់ជាមនុស្សរស់នៅជាមួយដំណឹងល្អព្រះជាម្ចាស់ជ្រាបពីតម្រូវការរបស់គាត់ព្រះបានធ្វើការក្នុងចិត្តអ្នកស្រឡាញ់ព្រះនៅក្នុងក្រុមជំនុំគាត់ដោយដាក់ដង្វាយជូនគាត់នៅឡាន3គ្រឿងដែលឡាននីមួយៗមានតម្លៃពី$2,000 ទៅ$30,000
ដើម្បីឲ្យគាត់អាចចុះសួរសុខទុក្ខដល់ក្រុមជំនុំផ្សាយដំណឹងល្អនិងចុះធ្វើបេសកកម្មតាមខេត្តនានាបានកាន់តែប្រសើរពីព្រោះព្រះជាម្ចាស់ទតមើលឃើញគាត់ត្រូវបំពេញបេសកកម្មជាច្រើនទៀតថ្វាយព្រះអង្គទន្ទឹមគ្នានោះដែរព្រះជាម្ចាស់បានធ្វើការក្នុងចិត្តអ្នកស្រឡាញ់ព្រះជាម្ចាស់ដទៃទៀតឲ្យដាក់ដង្វាយគាត់គង់ដល់គាត់និងក្រុមគ្រួសារជាប្រចាំខែដើម្បីឲ្យគាត់មានជីវភាពសមរម្យអាចបម្រើព្រះពេញពេលកាន់តែស្រឡាញ់គាត់គោរពគាត់ហើយព្រះជាម្ចាស់បានលើកគាត់ចាប់តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់អន្តរជាតិគាត់ជាអ្នកជឿព្រះមុនគេក្នុងគ្រួសារគាត់ត្រូវគ្រួសារបៀតបៀនតែមិនយូរប៉ុន្មានម្ដាយនិងបងប្អូនរបស់គាត់មួយចំនួនបានទទួលជឿព្រះជាម្ចាស់ដែរដោយមានអ្នកជឿកាន់តែច្រើនឡើងជាប្រចាំនិងមានអ្នកជឿតាមរយៈ YouTube ផងដែរខ្ញុំសូមជម្រាបពីប្រវត្តិរបស់ក្រុមជំនុំមួយដែលព្រះជាម្ចាស់ប្រើគាត់ខ្វៀលនោះមិនមានអាគារផ្ទាល់ខ្លួនទេគឺជួលផ្ទះគេពីមួយកន្លែងទៅមួយកន្លែងអស់រយៈពេល25ឆ្នាំមកហើយព្រះជាម្ចាស់បានធ្វើការផ្ដើមចេញពីអ្នកជឿនៅក្នុងក្រុមជំនុំនេះបានរួមគ្នាប្រមូលដង្វាយទិញដីនិងសាងសង់អាគារសម្រាប់ក្រុមជំនុំនៅឆ្នាំ2020កន្លងមកនេះដោយគម្រោងចំណាយជាង$42,000គាត់បានប្រាប់ខ្ញុំថាគាត់មិនចង់ឃើញមានក្រុមជំនុំតែជាង200នាក់ប៉ុណ្ណោះទេគឺចង់ឃើញរាប់ពាន់នាក់រាប់ម៉ឺននាក់ថែមទៀតយើងពិចារណាមើលថាអ្នកកងវិលដ៏ស្មោះត្រង់ម្នាក់ដែលជាទីរាប់អានពីមនុស្សផងទាំងពួងខ្វៀលជាមរបស់ព្រះជាម្ចាស់ត្រឹមតែជាង200នាក់ព្រះផ្គត់ផ្គង់គាត់និងប្រទានពរកិច្ចការដែលគាត់កំពុងធ្វើម្លឹងទៅហើយចុះទម្រាំតែក្រុមជំនុំកើនដល់1000នាក់ឬ10000នាក់តើព្រះផ្គត់ផ្គង់គាត់លើកកិត្តិយសគាត់ធ្វើការអស្ចារ្យនិងចម្រុងចម្រើនដល់ពន្ធកិច្ចដែលគាត់បំពេញយ៉ាងណាទៅទៀតប៉ុន្តែខ្ញុំក៏ឃើញអ្នកបម្រើព្រះជាម្ចាស់ខ្លះនៅតែខ្វះខាតនៅតែខ្វល់ខ្វាយពីជីវិតរស់នៅទាំងខំសម្ដែងថាខ្លួនខ្សត់ខ្សោយដើម្បីឲ្យមនុស្សដែលខ្លួនជួបបានដឹងដោយសង្ឃឹមថានឹងមានគេជួយដល់គាត់ហើយក្រុមជំនុំដែលគាត់ដឹកនាំចេះតែមានគ្នាតិចទៅទាំងមានភាពបែកបាក់បាត់អំណរហើយទោះខិតខំយ៉ាងណាក៏កិច្ចការដែលគាត់ធ្វើថ្វាយព្រះជាម្ចាស់នោះមិនរីកចម្រើនដែរពេលយើងមើលសភាពខាងក្រៅគឺយើងឃើញថាពួកគាត់ពិតជាមានជីវភាពលំបាកមែនជីវិតគាត់ខ្វល់ខ្វាយមែនហើយកិច្ចការដែលគាត់កំពុងធ្វើក៏មិនមានភាពរីកចម្រើនមែនសួរថាហេតុអ្វីបានជាជីវិតគាត់បែបនេះជីវិតខ្ញុំបានជួបបទពិសោធន៍បែបជូរចត់នេះរួចមកហើយខ្ញុំមិនអាចភ្លេចបានឡើយនៅការឈឺចាប់ទាំងនោះបានទេពេញមួយជីវិតនេះខ្ញុំបានធ្វើឲ្យគ្រួសារកើតមានសេចក្តីទុក្ខព្រួយខ្ញុំមិនអាចបម្រើព្រះជាម្ចាស់បានតទៅទៀតពន្ធកិច្ចដែលខ្ញុំធ្វើកំពុងតែរីកចម្រើនស្រាប់តែធ្លាក់ចុះមួយរំពេចជីវិតខ្ញុំបាត់អំណរតែជំនួសមកវិញភាពអាម៉ាស់និងភាពភ័យខ្លាចខ្ញុំត្រូវមនុស្សដែលស្និទ្ធស្នាលជាមួយមើលងាយលែងឲ្យតម្លៃខ្ញុំបានដាក់ទោសខ្លួនឯងជាប់ជានិច្ចខ្ញុំរស់ក្នុងភាពអស់សង្ឃឹមរហូតចង់សម្លាប់ខ្លួនសួរថាតើមកពីមូលហេតុអ្វីគឺមកពីខ្ញុំមិនបានស្វែងរកនិងដេញតាមសេចក្តីសុចរិតរបស់ព្រះទេគឺខ្ញុំគិតនិងធ្វើតាមសេចក្តីប៉ងប្រាថ្នារបស់សាច់ឈាមគិតតាមរបៀបមនុស្សមិនព្រមស្ដាប់តាមការដាស់តឿនរបស់ព្រះវិញ្ញាណបរិសុទ្ធទេដែលនាំឲ្យខ្ញុំប្រព្រឹត្តអំពើបាបប៉ុន្តែចំពោះអ្នកវិញអ្នកសំណប់របស់ព្រះអើយចូលជៀសចេញពីសេចក្តីទាំងនោះហើយដេញតាមសេចក្តីសុចរិតការគោរពប្រតិបត្តិដល់ព្រះជំនឿសេចក្តីស្រឡាញ់ចិត្តអត់ធ្មត់និងចិត្តស្លូតបូតវិញ1ទីម៉ូថេចំពុក6ខ11ដូច្នេះសេចក្តីសុចរិតគឺពិតជាសំខាន់ណាស់កុំថាឡើយតែក្នុងពន្ធកិច្ចសូម្បីតែការរកស៊ីក៏ដូចគ្នាដែរអ្នកដែលរកស៊ីចូលហ៊ុនជាមួយនឹងខ្ញុំគេទុកចិត្តខ្ញុំហើយខ្ញុំតែងតែប្រព្រឹត្តសុចរិតជានិច្ចទោះការនោះតូចឬធំទោះគេមើលមិនឃើញក្តីឬសូម្បីតែលុយបន្តិចបន្តួចឬច្រើនក្តីក៏ខ្ញុំមិនដែលកេងបន្លំគឺខ្ញុំតែងធ្វើឲ្យមានតម្លាភាពក្នុងក្រុមហ៊ុនដែរខ្ញុំសុខចិត្តខាតប្រយោជន៍ផ្ទាល់ខ្លួនដើម្បីប្រយោជន៍ក្រុមហ៊ុននឹងទទួលបានការទុកចិត្តពីព្រោះខ្ញុំជាមេជាអ្នកដឹកនាំត្រូវតែធ្វើជាគំរូល្អដល់គេព្រះយេស៊ូវមានបន្ទូលប្រាប់យើងថាអំបិលជារបស់ល្អតែបើបាត់ជាតិប្រៃហើយតើនឹងយកអ្វីធ្វើឲ្យប្រៃឡើងវិញបានគ្មានប្រយោជន៍ដល់ដីឬជីទេគេនឹងចោលទៅក្រៅវិញលូកាចំពុក14ខ34
ដល់ខ35ដុំអំបិលនិងដុំក្រួសមិនខុសគ្នាទេតែខុសត្រង់ថាបើមានជាតិប្រៃគឺជាអំបិលដូច្នេះគេយកទៅហូបទៅប្រើប្រាស់គឺមានតែបោះចោលទៅដីឲ្យមនុស្សដើរជន់ដូចគ្នាសេចក្តីសុចរិតនៅចំពោះមនុស្សនិងចំពោះព្រះជាម្ចាស់គឺសំខាន់ណាស់បើកាលណាមនុស្សម្នាក់គ្មានសេចក្តីសុចរិតជាមនុស្សអាក្រក់បោកប្រាស់ជាមនុស្សទុច្ចរិតនោះគ្មានមនុស្សណាគេរាប់រកគេរកស៊ីជាមួយឬឲ្យធ្វើការងារសំខាន់ឬធ្វើជាអ្នកដឹកនាំទេមានអ្នកដឹកនាំជាច្រើនបានបរាជ័យគេលែងឲ្យតម្លៃគេលែងឲ្យដឹកនាំនៅពេលពួកគាត់បានប្រព្រឹត្តការដែលព្រះមិនគប់ព្រះハរតីលែងស្វែងរកសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ដោយប្រព្រឹត្តតាមការប៉ងប្រាថ្នារបស់សាច់ឈាមអំនួតធ្វើតាមការឆោបបោករបស់អារក្សព្រះយេស៊ូវត្រូវបានអារក្សឆោបបោកដែរតែព្រះយេស៊ូវមិនព្រមស្ដាប់តាមវាទេចូលយើងចុះចូលជាមួយព្រះវិញ្ញាណបរិសុទ្ធហើយស្វែងរកសេចក្តីសុចរិតរបស់ព្រះជាប់ជានិច្ចតែប្រសិនបើអ្នកបានប្រព្រឹត្តបាបដែលព្រះមិនគប់ព្រះハរតីសូមកុំអស់សង្ឃឹមចូលកុំដាក់ទោសខ្លួនឯងត្រូវដឹងថាព្រះនៅតែស្រឡាញ់យើងសូមប្រែចិត្តជាថ្មីហើយវិលមកឲ្យព្រះដឹកនាំជីវិតអ្នកឡើងវិញហើយទទួលយកព្រះគុណរបស់ព្រះចុះដូច្នេះយើងគួរជ្រើសរើសមួយណាតើយើងរស់នៅដោយប្រើប្រាជ្ញាខ្លួនឯងហើយគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនឬគិតពីប្រយោជន៍និងសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ជាមុនវិញ